ជំងឺផ្សិតវាបង្កមេរោគចេញពីខាងក្នុងស្បូនឬក៏បង្កមេរោគពីខាងក្រៅទ្វារមាសចូលទៅខាងក្នុងសំណួរមួយនេះគឺមានបងសួរច្រើនហើយក៏មានអ្នកគាត់យល់ច្រឡំច្រើនដែរថាមេរោគផ្សិតនេះគឺកាត់ចេញពីក្នុងស្បូនបើគាត់មកចាគឺមិនមែនទេចំពោះមេរោគផ្សិតគឺវាមិនដូចជាការរលាកស្បូនឬការធ្លាក់សក្តៅស្បូនពីខាងក្នុងទេប៉ុន្តែគឺការបង្កមេរោគនៅចាខាងក្រៅចូលទៅខាងក្នុងហើយចំពោះមេរោគផ្សិតនេះគឺវាបង្កដំបូងបំផុតគឺនៅទ្វារមាសរបស់យើងខាងក្រៅនៅលើស្បែករបស់យើងប៉ុន្តែនៅពេលដែលយើងរួមភេទឬក៏យើងលាងសម្អាតមិនបានស្អាតឬមួយក៏មិនបានប្រុងប្រយ័ត្នគឺយើងអាចធ្វើឲ្យមេរោគទាំងអស់នោះឆ្លងចូលទៅក្នុងស្បូនរបស់យើងបានតាមរយៈការរួមភេទតាមរយៈការលាងសម្អាតរបស់យើងនឹងឯងចានៅពេលដែលមេរោគផ្សិតវាទុំជាប់ជាមួយនឹងមាត់ទ្វារមាសខាងក្រៅហើយយើងលាងសម្អាតលូបទៅខាងក្នុងគឺយើងរុញមេរោគផ្សិតនឹងចូលទៅខាងក្នុងដែលជាមូលហេតុវាខំជាប់ស្បូនយើងខាងក្នុងចាស៊ីកាស្កាខាងក្នុងរលាកតបាយនៅខាងក្នុងអញ្ចឹងត្រឡប់មកវិញសម្រាប់មេរោគផ្សិតនេះគឺវាកើតចេញពីខាងក្រៅចូលទៅខាងក្នុងវាមិនមែនកើតចេញពីក្នុងស្បូនមកទេអញ្ចឹងបើសិនជាយើងចង់ព្យាបាលយើងចង់ការពារយើងត្រូវសម្អាតនៅខាងក្រៅចាហើយបើសិនជាមេរោគចូលដល់ខាងក្នុងហើយយើងត្រូវព្យាបាលពីខាងក្នុងយើងមិនអាចគ្រាន់តែលាងខាងក្រៅយើងមិនអាចគ្រាន់តែសថ្នាំតិចតួចឲ្យវាជាគឺអត់ទេចាអញ្ចឹងកន្លែងនេះអ្នកគ្រូចង់បញ្ជាក់សម្រាប់ការកើតមានជំងឺផ្សិតនេះដើម្បីកុំឲ្យបងប្អូនចេះតែកើតមានហើយព្យាបាលអត់ជាហើយអត់ដឹងពីមូលហេតុច្បាស់លាស់នៃការកើតមេរោគផ្សិតនេះបើសិនជាបងចង់លម្អិតបន្ថែមអាចតាក់ទងមកកាន់អ្នកគ្រូតាម Telegram ឬក៏ដាក់លេខទូរស័ព្ទនៅខាងក្រោមវីដេអូនេះអ្នកគ្រូនឹងតាក់ទងប្រឹក្សាសុខភាពជូនអរគុណ